ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាសាច់រឿងរបស់យើងគឺចង់និយាយពីខ្សែជីវិតរបស់លោកឃីមដែលត្រូវលះបង់ការងារទាំងអស់ដើម្បីកូនស្រីហើយចុងក្រោយគាត់ក៏ត្រូវសងសឹកដើម្បីតាមរកកូនស្រីរបស់គាត់អញ្ចឹងយើងចូលទៅដល់សាច់រឿងយើងតែម្ដងទៅតាមដំបូងនៃសាច់រឿងយើងក៏បានឃើញបរិមម្នាក់ដែលមានឈ្មោះថាលោកឃីមគាត់ប្រញាប់ក្រោកពីព្រឹកដើម្បីធ្វើម្ហូបអាហារឲ្យកូនស្រីរបស់គាត់ញ៉ាំមិនត្រឹមតែប៉ុណ្ណោះក៏ថែមទាំងត្រៀមរបស់របរគ្រប់យ៉ាងសម្រាប់កូនស្រីគាត់ទៅរៀនទៀតផងមើលទៅលោកឃីមដូចជាមនុស្សស្លូតបូតមែនទែនទោះបីជាត្រូវពួកក្រុមទំនើងធ្វើបាបគាត់ក៏គាត់បន្តដៃໄວដែរបន្ទាប់ពីលោកឃីមរៀបចំគ្រប់យ៉ាងរួចរាល់ហើយគាត់ក៏ទៅគោះទ្វារហៅកូនស្រីរបស់គាត់ឲ្យចេញមកញ៉ាំបាយពេលព្រឹកមុនពេលគាត់ទៅធ្វើការហើយនាងក៏ទៅសាលារៀនដែរតែនៅពេលកូនស្រីរបស់គាត់បើកទ្វារចេញមកនាងក៏ស្ដីឲ្យប៉ារបស់នាងថាមិនបានជាប៉ាគោះទ្វារខ្លាំងម៉េចបើសិនជាខ្ញុំមិនញ៉ាំបាយពេលព្រឹកតើវាស្លាប់មែនកូនស្រីរបស់លោកឃីមនាងមានឈ្មោះថាមីនជីមើលទៅមីនជីម្នាក់ហ្នឹងនាងសម្ដីអាក្រក់ដាក់ប៉ានាងខ្លាំងហ្មងណាបន្ទាប់មកលោកឃីមគាត់ក៏បានទៅយកឯកសារដែលអាណាព្យាបាលត្រូវឆ្លើយតបជាបន្ទាន់ទៅកាន់សាលារបស់កូនស្រីហើយយើងក៏បានដឹងថាមីនជីនាងមិនមានម៉ាក់នោះទេគឺនាងគឺជាកូនកំព្រាម្ដាយមានតែប៉ាតែម្នាក់ប៉ុណ្ណោះលុះពេលមីនជីនាងចេញមករងចាំឡានជិះទៅសាលារៀនស្រាប់តែមានបរិមម្នាក់ដែលជាម្ចាស់ហាងបោកខោអាវដើរមកសួរនាងថាតើប៉ារបស់ឯងយ៉ាងម៉េចហើយកាលពីយប់មិញខ្ញុំឃើញគេត្រូវក្មេងទំនើងធ្វើបាបប៉ុន្តែគាត់និយាយមិនតាន់ចប់ផងគាត់ក៏ដើរចេញព្រោះខ្លាចមីនជីនាងបារម្ភពីប៉ារបស់នាងដល់តែពេលគាត់ឃើញលោកឃីមដើរចេញពីក្នុងផ្ទះមកបរិសជាម្ចាស់ហាងបោកខោអាវក៏ប្រញាប់ទៅសួរនាំដោយនិយាយសុំទោសថាតើលោកយ៉ាងម៉េចហើយឲ្យខ្ញុំសុំទោសផងកាលពីយប់មិញខ្ញុំមិនបានចូលទៅជួយលោកពេលដែលគេកំពុងធ្វើបាបលោកព្រោះតែខ្ញុំខ្លាចពេកនិយាយរួចគាត់ក៏ឆ្លៀតឱកាសណែនាំហាងរបស់គាត់ប្រាប់ទៅកាន់លោកឃីមទៀតផងប៉ុន្តែលោកឃីមវិញគាត់មិនសូវចាប់អារម្មណ៍នោះទេព្រោះគាត់ប្រញាប់ទៅធ្វើការហ្នឹងណាបន្ទាប់ពីលោកឃីមសំបែកគ្នាជាមួយនឹងម្ចាស់ហាងបោកខោអាវគាត់ក៏ឡើងជិះឡានក្រុងដើម្បីទៅធ្វើការរីឯមីនជីកូនស្រីរបស់គាត់ក៏ជិះឡានទៅរៀនដូចជារាល់ដងដែរលុះពេលមកដល់កន្លែងធ្វើការលោកឃីមស្រាប់តែអង្គុយនឹកឃើញរឿងដែលគាត់ត្រូវគេធ្វើបាបកាលពីយប់មិញគាត់បារម្ភពីកូនស្រីរបស់គាត់រួចក៏ស្វែងរកក្នុងប្រព័ន្ធអ៊ីនធឺណិតដើម្បីរកឧបករណ៍ឲ្យកូនស្រីរបស់គាត់ការពារខ្លួនតែខណៈពេលហ្នឹងស្រីស្អាតម្នាក់ឈ្មោះសុងអាដែលជាអ្នកធ្វើការជាមួយលោកឃីមឃើញលោកឃីមកំពុងតែស្វែងរកឧបករណ៍ទាំងអស់ហ្នឹងនាងក៏ចូលមកសួរថានេះលោកចង់យកឧបករណ៍ទាំងអស់ហ្នឹងទៅប្រើជាមួយនាយករងមែនទេលោកឃីមក៏តបទៅវិញថាមិនមែននោះទេមកពីខ្ញុំមានអារម្មណ៍ថាមួយរយៈនេះនៅម្ដុំផ្ទះខ្ញុំដូចជាមិនសូវមានសុវត្ថិភាពឡើយអ្នកនាងជួយគិតខ្ញុំបន្តិចមើលបើសិនជាខ្ញុំទិញស្ប្រេនេះឲ្យកូនស្រីរបស់ខ្ញុំថ្ងៃខួបកំណើតរបស់នាងដើម្បីទុកការពារខ្លួនយ៉ាងម៉េចដែរសុងអាក៏តបទៅវិញថាបើតាមការគិតរបស់ខ្ញុំលោកទិញរបស់នេះឲ្យនាងដូចជាមិនសូវល្អនោះទេអញ្ចឹងលោកសាកទៅសួរកូនស្រីរបស់លោកសិនមើលតើនាងចង់បានអីលោកឃីមក៏តបទៅនាងវិញថាមួយរយៈនេះកូនស្រីរបស់ខ្ញុំនាងមិននឹងជាកាត់អីហាក់បីដូចជាមិនចង់និយាយជាមួយនឹងខ្ញុំសោះលោកពេលឃើញលោកឃីមធ្វើទឹកមុខដូចជាមិនសូវសប្បាយចិត្តសុងអាក៏និយាយប្រាប់លោកឃីមថាចាំចេញពីធ្វើការខ្ញុំជូនលោកទៅទិញកាដូឲ្យកូនស្រីរបស់លោកក្នុងថ្ងៃកំណើតនាងជាមួយគ្នាណាងាកមកមើលមីនជីឯនេះវិញនាងកំពុងតែត្រូវមិត្តរួមថ្នាក់នាំគ្នាធ្វើបាបនាងដោយនិយាយថានៅក្បែរឯងស្អុយខ្លាំងណាស់ឯងប្រញាប់យកខោអាវរបស់ឯងទៅគក់ទឹកចេញទៅព្រោះពួកខ្ញុំធំក្លិនស្អុយមនុស្សដែលគ្មានម្ដាយនឹងគេខ្លាំងណាស់ប៉ុន្តែមីនជីនាងមិនចាប់អារម្មណ៍ឡើយលុះពេលចូលមកដល់ក្នុងបន្ទប់ទឹកមិត្តភ័ក្តិរបស់មីនជីក៏នាំគ្នាចូលមកថាឲ្យមីនជីបន្តទៀតចំណែកមីនជីនាងក៏តបទៅវិញថាទោះបីជាយ៉ាងណាក៏ដោយខ្ញុំក៏មិនធំក្លិនស្អុយបារីដោយនៅចាប់ខ្លួនរបស់ពួកឯងនេះទេប៉ុន្តែមីនជីក៏នៅតែត្រូវមិត្តភ័ក្តិរបស់នាងនិយាយថានាងស្អុយខោអាវដដែលហ្នឹងងាកមកមើលលោកឃីមដែលកំពុងទៅទិញកាដូឲ្យកូនស្រីរបស់គាត់ជាមួយសាំងអានេះវិញពួកគេទាំងពីរនាក់ទៅដល់ហាងនំស្រាប់តែមានអ្នកតម្រង់ជួរចាំទិញនំឡើងច្រើនសាំងអាឃើញមនុស្សច្រើនបែបហ្នឹងនាងក៏ប្រាប់លោកឃីមថាលោកតម្រង់ជួរចាំចូលទៅទិញនំជាមួយគេទៅចាំខ្ញុំជាអ្នកទៅទិញកាដូឲ្យកូនស្រីរបស់លោកដោយខ្លួនឯងលោកមិនចាំបាច់បារម្ភនោះទេខ្ញុំបានផ្ញើរូបនំសម្រាប់ទិញឲ្យកូនស្រីរបស់លោកចូលទៅក្នុងទូរស័ព្ទលោករួចរាល់ហើយនិយាយរួចនាងក៏ដើរចេញទៅបានប៉ុន្តែលោកឃីមឯនេះវិញទូរស័ព្ទគេបែរជាបើករូបមិនចេញនោះទេហើយក៏ត្រូវគេដេញចេញពីជួរទៀតផងតែសំណាងល្អមែនទែនដែលសាំងអានាងមកដល់ហើយបង្ហាញរូបឲ្យគេតាន់ពេលបន្ទាប់មកសាំងអាក៏នាំលោកឃីមទៅទិញអាវដើម្បីជាកាដូកូនស្រីរបស់គេនៅក្នុងតម្លៃ5សែនវ៉ុនលោកឃីមគ្រាន់តែឃើញតម្លៃហើយគាត់មានអារម្មណ៍ថាថ្លៃពេកគាត់ក៏មានបំណងយកទៅឲ្យគេវិញប៉ុន្តែសាំងអានិយាយប្រាប់លោកឃីមថាមួយរយៈនេះយុវវ័យចូលចិត្តនឹងពេញនិយមអាវនេះខ្លាំងមែនទែនបើសិនជាលោកទិញទៅកូនស្រីរបស់លោកប្រកាសជាពេញចិត្តជាក់ជាមិនខានឡើយបន្ទាប់ពីទិញរបស់របររួចលោកឃីមក៏ប្រញាប់ជិះឡានក្រុងត្រឡប់ទៅផ្ទះវិញគាត់ថែមទាំងត្រៀមយកកាដូទាំងអស់ហ្នឹងទៅសប្រែងក្នុងថ្ងៃកំណើតកូនស្រីរបស់គាត់ទៀតផងតែពេលដែលលោកឃីមត្រឡប់មកដល់ផ្ទះគាត់ស្រាប់តែឃើញកូនស្រីរបស់គាត់នាងមានអារម្មណ៍មិនសូវល្អនោះទេនាងក៏កំពុងតែបោកខោអាវខ្លួនឯងទៀតឃើញលោកឃីមមកដល់ផ្ទះមីនជីក៏ងាកទៅប្រាប់ប៉ារបស់នាងថា
លោកប៉ាកុំយកខោអាវរបស់ខ្ញុំទៅបោកជាមួយនឹងខោអាវរបស់ប៉ាទៀតណាព្រោះក្លិនរបស់លោកប៉ាវានៅជាប់អាវរបស់ខ្ញុំលោកខេមគ្រាន់តែលើកូនស្រីនិយាយបែបហ្នឹងគាត់ក៏មានអារម្មណ៍អន់ចិត្តហើយនិយាយប្រាប់កូនស្រីថាចាប់ពីពេលនេះតទៅប៉ាមិនបោកខោអាវឲ្យកូនទៀតនោះទេបោកខោអាវរួចមីនជីក៏អង្គុយមើលរូបបរិសម្នាក់ដែលនាងកំពុងតែលួចស្រឡាញ់មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងច្រឡំចុចរូបបេះដូងឲ្យគេទៀតផងបរិសម្នាក់ហ្នឹងគ្រាន់តែមីនជីឲ្យបេះដូងភ្លាមគេក៏ឆាត់មកមីនជីសួរថាតើអ្នកណាហ្នឹងបន្ទាប់មកមីនជីនាងដើរចេញមកក្រៅស្រាប់តែឃើញប៉ារបស់នាងកំពុងតែគេងលើសាឡុងនាងក៏ចូលទៅដាស់ប៉ារបស់នាងឲ្យទៅគេងនៅក្នុងបន្ទប់នាងថែមទាំងមានបំណងតាំងចិត្តចង់សុំទោសប៉ារបស់នាងរឿងខោអាវដែលនាងប្រាប់ប៉ានាងប៉ុន្តែលោកខឹមងើបមកឃើញចានមិនតាន់លាងធ្វើឲ្យមីនជីមិនបាននិយាយសុំទោសប៉ានាងនោះទេរួចក៏ប្រាប់ប៉ានាងថាលោកប៉ាឆាប់ចូលទៅសម្រានទៅចាំស្អែកចាំលាងចានក៏បានដែរលុះព្រឹកឡើងពេលដែលលោកខឹមភ្ញាក់មកស្រាប់តែគាត់ឃើញចានដែលប្រឡាក់ទាំងអស់ត្រូវកូនស្រីរបស់គាត់លាងរួចរាល់អស់ហើយដល់តែអញ្ចឹងក៏ធ្វើឲ្យលោកខឹមមានអារម្មណ៍សប្បាយចិត្តញញឹមចេញមកដែរលុះពេលមីនជីនាងមកដល់សាលារៀនស្រាប់តែត្រូវមិត្តភក្តិរបស់នាងធ្វើបាបទៀតហើយគឺមិត្តភក្តិរបស់នាងបានយកខោអាវរបស់នាងទៅបោះចោលនៅក្នុងធុងសំរាមហ្នឹងណាដល់តែអញ្ចឹងធ្វើឲ្យនាងដើរចេញមកទាំងមិនសប្បាយចិត្តហ្មងតែខណៈពេលនាងកំពុងតែដើរស្រាប់តែបរិសម្នាក់ដែលនាងលួចស្រឡាញ់គេយកអាវក្រៅរបស់គេមកពាក់ឲ្យនាងព្រមទាំងនិយាយប្រាប់នាងថាអាវរបស់ខ្ញុំអាចនឹងស្អុយញើសបន្តិចហើយណាងាកមកមើលលោកសងខាន់ស៊ូនេះវិញគាត់គឺជាអតីតគ្រូបង្រៀនតៃក្វាន់ដូហើយបច្ចុប្បន្នគាត់ក៏បើកក្លឹបបង្រៀនតៃក្វាន់ដូដែរចំណែកលោកផាក់ជីសុននេះវិញគាត់គឺជាអតីតទាហានតែបច្ចុប្បន្ននេះគាត់កំពុងតែធ្វើចរាចរណ៍ឲ្យក្មេងៗដោយមានចរិតប្លែកៗធ្វើឲ្យក្មេងៗឃើញហើយខ្លាចគាត់មិនហ៊ានឆ្លងផ្លូវហ្មងណាលោកផាក់ជីនគឺជាមនុស្សម្នាក់ដែលចូលចិត្តជួយយកអាសាអ្នកដទៃហើយគាត់ថែមទាំងចូលចិត្តលេងហ្គេមតាមប្រព័ន្ធអ៊ីនធឺណិតទៀតផងបើសិនជាគាត់កំពុងតែលេងហ្គេមហើយគាត់មិនខ្វល់ពីអ្វីទាំងអស់ដល់ទៅពេលលោកសងខាន់ស៊ូហៅគេមិនលឺគាត់ក៏ធាក់ទ្វារទម្លុះចូលទៅហ្មងណាបន្ទាប់មកលោកសងខាន់ស៊ូបានបបួលលោកផាក់ជីនទៅញ៉ាំបាយជាមួយនឹងលោកខេមលុះពេលពួកគេទាំង3នាក់បានមកជួបជុំគ្នាលោកផាក់ជីនជាមួយនឹងលោកសងខាន់ស៊ូក៏និយាយចំអន់គ្នាពីរឿងអាវរបស់គាត់រួចយើងក៏បានដឹងថាលោកផាក់ជីនស្រឡាញ់កូនស្រីគាត់ខ្លាំងមែនទែនគាត់ថែមទាំងយករូបកូនស្រីរបស់គាត់មកព្រានជាប់អាវរបស់គាត់មកណារួចក៏និយាយអួតពីកូនស្រីរបស់គាត់ប្រាប់មិត្តភក្តិទៀតផងខណៈពេលហ្នឹងស្រាប់តែមានក្មេងទំនើងមួយក្រុមអង្គុយក្បែរនោះពួកគេកំពុងតែរករឿងហៃឡូឡាដាក់ម្ចាស់ហាងហ្មងណាចំណែកលោកផាក់ជីនគឺជាមនុស្សម្នាក់ដែលស្អប់ភាពអយុត្តិធម៌បំផុតនៅក្នុងក្រុមគាត់ក៏ងាកសម្លឹងទៅក្មេងមួយក្រុមហ្នឹងហ្មងលោកសុងខាន់ស៊ូឃើញបែបហ្នឹងក៏និយាយហាមដោយប្រាប់ថាកុំទៅរញ៉េរញ៉ៃជាមួយពួកគេអីវាមិនមែនជារឿងរបស់ពួកយើងនោះទេនិយាយរួចពួកគាត់ទាំង3នាក់ក៏ងើបដើរចេញពីក្នុងហាងប៉ុន្តែខណៈពេលហ្នឹងស្រាប់តែក្មេងទំនើងម្នាក់គេយកទឹកមកជះដាក់លោកផាក់ជីនថែមទាំងនិយាយចំអន់ពីរូបកូនស្រីរបស់លោកផាក់ជីនជាប់ជាមួយអាវលោកផាក់ជីនទៀតផងលោកផាក់ជីនឃើញបែបហ្នឹងទ្រាំមិនបានក៏ចាប់ផ្ដើមប្រដៅក្មេងទំនើងម្នាក់នោះដោយយកក្បាលរបស់គាត់ថោកជាមួយក្បាលក្មេងម្នាក់នោះហើយថែមទាំងដាល់មួយដៃទៀតយ៉ាងខ្លាំងរួចក៏ចាប់ផ្ដើមប្រដៅក្មេងទាំងអស់នោះម្នាក់ម្ដងទៀតតែខណៈពេលហ្នឹងស្រាប់តែមានក្មេងទំនើងម្នាក់សុំដើមមកវាយលោកផាក់ជីនហ្មងចំណែកលោកសងខាន់ស៊ុកក៏ព្យាយាមហាមព្រោះមិនចង់ឲ្យមានរឿងកើតឡើងហើយខ្លាចវាយគ្នាស្លាប់ប៉ុន្តែហាមមិនទាន់នោះទេដោយសារតែលោកផាក់ជីនត្រូវក្មេងទំនើងវាយមួយបំពង់ពន្លត់អគ្គិភ័យប៉ុន្តែលោកផាក់ជីនបែរជាមិនកើតអីនោះទេថែមទាំងងាកមកញញឹមដាក់ក្មេងម្នាក់ហ្នឹងយ៉ាងពេញចិត្តហ្មងណាបន្ទាប់មកលោកផាក់ជីនក៏ចាប់ក្មេងជាអ្នកលេងនោះបោះចេញទៅខាងក្រៅហាងរួចក៏ចាប់ផ្ដើមដាល់គេយ៉ាងពេញទំហឹងហ្មងណាលោកសងខាន់ស៊ុកឃើញបែបហ្នឹងក៏បញ្ញាប់ចូលទៅខាត់រួចគាត់ក៏ស្រែកប្រាប់ប៉ូលីសថាលោកប៉ូលីសបញ្ញាប់បាញ់គេមកមិនចឹងទេគេវាយក្មេងទាំងអស់នេះមិនព្រមឈប់នោះទេប៉ូលីសឮបែបហ្នឹងក៏បាញ់កំភ្លើងឆក់សម្ដៅមករកពួកគេទាំងពីរនាក់ហ្មងចំណែកលោកខេមម្នាក់វិញក៏បានគេចទៅផ្ទះវិញដែរលុះព្រឹកឡើងពេលដែលលោកខេមកំពុងតែរៀបចំខោអាវឲ្យកូនស្រីរបស់គាត់ទៅសាលារៀនដូចជារាល់ដងស្រាប់តែគាត់បានឃើញអាវក្មេងប្រុសដែលមានឈ្មោះថាណាំហ៊ុនរួចគាត់ក៏សួរកូនស្រីរបស់គាត់ថាតើនេះគឺជាអាវរបស់អ្នកណាចំណែកសុងអានាងមិនព្រមប្រាប់ប៉ានាងនោះទេរួចក៏កញ្ឆក់អាវនឹងយកទៅសាលារៀនបានដល់តែអញ្ចឹងធ្វើឲ្យលោកខេមនឹកឃើញរឿងដែលគាត់និយាយជាមួយមិត្តភក្តិកាលពីយប់មិញរួចគិតថាកូនស្រីរបស់គាត់ប្រហែលជាមានសង្សាររីឯមីនជីនាងក៏បានយកអាវមកឲ្យណាំហ៊ុនវិញណាំហ៊ុនក៏សួរមីនជីថាមិនបានជានាងចុចបេះដូងក្នុង IG រូបថតរបស់ខ្ញុំអញ្ចឹងខណៈពេលពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នាមិត្តភក្តិស្រីដែលតែងតែធ្វើបាបមីនជីក៏បានមកឃើញដែរលុះពេលមីនជីចូលមកដល់ក្នុងថ្នាក់រៀនវិញពួកនាងក៏បានទៅរកមីនជីហើយហៅមីនជីមកនិយាយគ្នាគ្រាន់តែមីនជីចូលមកដល់ស្រាប់តែសិស្សស្រីម្នាក់ឈ្មោះយេរីដើរចូលមកផ្ទះមីនជីយើងហ្មងណារួចក៏និយាយចោទប្រកាន់មីនជីថាតើឯងទៅរំអួយដាក់ណាំហ៊ុនមែនទេគេគឺជាសង្សាររបស់ខ្ញុំណាមីនជីក៏តបទៅវិញថាខ្ញុំមិនបានទៅរំអួយដាក់គេអីនោះទេខ្ញុំគ្រាន់តែយកអាវយកមកសងគេវិញតែប៉ុណ្ណោះគឺដោយសារតែពួកនាងនឹងឯងយកអាវរបស់ខ្ញុំយកទៅចោលក្នុងធុងសម្រាមហ្មងគ្រាន់តែលើមីនជីនិយាយបែបហ្នឹងយេរីគេធាក់មីនជីហ្មងណារួចនិយាយទៅកាន់មីនជីបន្ថែមទៀតថា
ខ្ញុំគ្រាន់តែខ្លាចឯងយកក្លិនស្អុយរបស់ឯងទៅជាប់ខ្លួនរបស់ណាំហ៊ុនហ្នឹងណាព្រោះខ្ញុំមិនចង់ឲ្យណាំហ៊ុនគេធំក្លិនស្អុយអាវក្មេងដែលគ្មានម៉ែនោះទេមីនជីគ្រាន់តែលើបែបហ្នឹងនាងទ្រាំមិនបាននាងក៏ធាក់យេរិនវិញហ្មងណាមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងទះយេរិនទៀតផងបន្ទាប់មកខាងសាលាក៏បានទេទៅប្រាប់លោកឃឹមថានៅសាលាមានបញ្ហាធ្វើបាបរាងកាយចំណែកសិស្សស្រីដែលមីនជីធ្វើបាបគឺជាកូនស្រីរបស់លោកជោប្រធានក្រុមហ៊ុនសំណង់លើបែបហ្នឹងលោកឃឹមក៏ប្រញាប់ចេញទៅរកកូនស្រីគាត់នៅសាលាភ្លាមងាកមកមើលលោកជោអានេះវិញគាត់គឺជាប្រធានមកការសំណង់ហើយខណៈពេលហ្នឹងគាត់កំពុងតែពិភាក្សាគ្នាអំពីរឿងមកការសំណង់របស់គាត់ហើយយើងក៏បានដឹងថាលោកប្រធានជោម្នាក់ហ្នឹងកាលពីមុនគាត់គឺជាអ្នកលេងម្នាក់ប៉ុន្តែបច្ចុប្បន្នគាត់ក៏ព្រមលះបង់ដោយសារតែកូនស្រីរបស់គាត់មិនត្រឹមតែប៉ុណ្ណោះយើងថែមទាំងបានឃើញខ្លួនរបស់គាត់ពោពេញសុទ្ធតែស្នាមដែលគាត់ដុតខ្លួនឯងដើម្បីសន្យានឹងខ្លួនឯងថាមិនត្រឡប់ទៅធ្វើជាមនុស្សបែបហ្នឹងទៀតនោះទេប៉ុន្តែខណៈពេលហ្នឹងស្រាប់តែប្រពន្ធរបស់លោកប្រធានជោទេមកប្រាប់គាត់ថាកូនស្រីរបស់គាត់ត្រូវបានក្មេងនៅសាលាធ្វើបាបដល់តែអញ្ចឹងគាត់ក៏បញ្ញាធ្វើដំណើរទៅរកកូនស្រីរបស់គាត់ភ្លាមលុះពេលមកដល់លោកជោក៏បានជួបជាមួយលោកឃឹមដែលជាឪពុករបស់មីនជីចំណែកអ្នកម៉ាក់របស់យេរីមវិញគេបានស្ដីឲ្យលោកឃឹមយ៉ាងច្រើនថាតើលោកបង្រៀនកូនបែបណាបានជាបណ្ដោយឲ្យកូនរបស់លោកមកបង្ករឿងក្នុងសាលាបែបនេះចំណែកមីនជីនាងក៏ព្យាយាមតវ៉ាថាគឺខ្ញុំត្រូវពួកគេធ្វើបាបមុននោះទេតែលោកឃឹមបែរជានិយាយប្រាប់កូនថាឯងជប់និយាយទៅរួចគាត់ក៏លុតជង្គង់សុំទោសនិយាយទៅកាន់ពួកគេថាឲ្យខ្ញុំសុំទោសផងវាគឺជាកំហុសរបស់ខ្ញុំដែលខ្ញុំប្រដៅកូនស្រីរបស់ខ្ញុំមិនបានល្អខ្ញុំនឹងទទួលខុសត្រូវក្នុងរឿងនេះដោយបដូរសាលារៀនឲ្យកូនស្រីរបស់ខ្ញុំមីនជីនៅពេលដែលឃើញប៉ានាងលុតជង្គង់សុំទោសគេហើយថែមទាំងឲ្យនាងដូរសាលារៀនទាំងដែលនាងមិនបានខុសអីសោះធ្វើឲ្យនាងមិនពេញចិត្តនោះទេលោកប្រធានជោវិញគាត់ក៏មិនបានចងគំនុំអីដែរតែគាត់បែរជានិយាយបញ្ឈឺមីនជីថាប្រហែលជាឯងត្រូវពិបាកបន្តិចហើយនៅពេលដែលឯងគ្មានម៉ែនៅមើលថែព្រៀនប្រដៅបែបនេះនិយាយរួចគាត់ក៏ដើរចេញទៅតែម្ដងរីឯនាយកសាលាក៏ដើរចេញមកតាមគាត់ហើយនិយាយសុំទោសថាឲ្យពួកខ្ញុំសុំទោសលោកប្រធានផងចាប់ពីពេលនេះតទៅពួកខ្ញុំមិនឲ្យមានរឿងទាំងអស់នេះកើតឡើងទៀតនោះទេលោកប្រធានជោក៏តបទៅវិញថាបើសិនជាមានរឿងបែបនេះកើតឡើងម្ដងទៀតខ្ញុំនឹងធ្វើឲ្យសាលារៀនមួយនេះត្រូវបិទទ្វាររីឯមីនជីនាងនិយាយទៅកាន់ប៉ានាងថាលោកប៉ាពិតជាធ្វើឲ្យខ្ញុំអស់សង្ឃឹមមែនទែនហេតុអីបានជាលោកប៉ាទៅលុតជង្គង់សុំទោសពួកគេទាំងដែលខ្ញុំមិនបានខុសអីសោះខ្ញុំពិតជាខ្មាស់គេខ្លាំងណាស់ដែលមានប៉ាបែបនេះហេតុអីបានជាខ្ញុំមានប៉ាជាបុគ្គលិកធម្មតាអន់មិនដូចជាប៉ារបស់គេអញ្ចឹងខ្ញុំនឹងទៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំហើយលោកប៉ាហាមទេទៅខ្ញុំជាដាច់ខាតណាបើសិនជាលោកប៉ាមិនស្ដាប់ខ្ញុំនោះទេខ្ញុំនឹងរត់ចេញពីផ្ទះហើយលោកឃឹមឮកូនស្រីនិយាយបែបហ្នឹងគាត់ក៏ព្យាយាមហាមនាងហើយនិយាយប្រាប់នាងថាស្អែកនេះគឺជាថ្ងៃកំណើតរបស់កូនណាមីនជីក៏តបទៅកាន់ប៉ានាងវិញថាខ្ញុំពិតជាស្អប់ថ្ងៃកំណើតខ្លួនឯងខ្លាំងណាស់ព្រោះថ្ងៃកំណើតរបស់ខ្ញុំគឺជាថ្ងៃដែលអ្នកម៉ាក់ស្លាប់បន្ទាប់មកលោកឃឹមក៏បានចូលទៅរកប្រពន្ធគាត់ដែលបានស្លាប់ទៅមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងបាននឹកដល់ពេលប្រពន្ធគាត់មិនទាន់ស្លាប់ពេលនោះប្រពន្ធគាត់និយាយទាំងញញឹមថាអូនពិតជាស្រឡាញ់ផ្កាមែនទែនព្រោះផ្កាវាធ្វើឲ្យជីវិតរបស់យើងស្រស់ស្រាយបន្ទាប់មកលោកឃឹមក៏បានត្រឡប់មកផ្ទះវិញជាមួយនឹងនំខេកខួបកំណើតកូនស្រីរបស់គាត់ងាកមកមើលមីនជីឯនេះវិញនាងកំពុងតែទៅផ្ទះមិត្តភ័ក្តិរបស់នាងខណៈពេលហ្នឹងស្រាប់តែណាំហ៊ុនផ្ញើសារមកប្រាប់នាងថាខ្ញុំមានរឿងសំខាន់ចង់ប្រាប់នាងហើយខ្ញុំកំពុងតែរងចាំនាងនៅក្រោយសាលារៀនណាចំណែកលោកឃឹមឯនេះវិញគាត់កំពុងតែអង្គុយរងចាំកូនស្រីគាត់នៅឯផ្ទះរួចក៏សម្រេចចិត្តទេមករកកូនស្រីគាត់ដែរតែយើងក៏បានឃើញមីនជីកំពុងតែគេងស្លាប់លើដីហ្មងណាចំណែកលោកឃឹមក៏អង្គុយចាំកូនស្រីរបស់គាត់រហូតដល់មេឃភ្លឺរួចគាត់ក៏សម្រេចចិត្តទេទៅរកកូនស្រីគាត់ម្ដងទៀតតែលើកនេះលោកឃឹមបែរជាទេទៅកូនស្រីរបស់គាត់មិនចូលនោះទេដល់តែអញ្ចឹងលោកឃឹមក៏ប្រញាប់ទេទៅរកមិត្តភ័ក្តិកូនស្រីរបស់គាត់ព្រោះចង់ដឹងថានាងនៅកន្លែងណាប៉ុន្តែមិត្តភ័ក្តិមីនជីក៏បានតបមកវិញថាយប់មិញមីនជីមិនបានមកផ្ទះនាងនោះទេហើយនាងក៏មិនបានតាក់ទងជាមួយនឹងមីនជីដែរគ្រាន់តែលើបែបហ្នឹងលោកឃឹមក៏ប្រញាប់ទៅសាលារៀនរបស់មីនជីភ្លាមប៉ុន្តែគាត់មិនបានជួបកូនស្រីរបស់គាត់នោះទេខណៈពេលហ្នឹងស្រាប់តែណាំហ៊ុនដើរចូលមកល្មមប៉ុន្តែលោកឃឹមមិនទាន់បានសួរអីផងណាំហ៊ុនក៏ប្រញាប់និយាយប្រាប់លោកឃឹមថាខ្ញុំមិនមែនជាអ្នកផ្ញើសារទៅរកមីនជីនោះទេម្យ៉ាងទៀតការប្រយុទ្ធមិញពួកក្មេងទំនើងបានដណ្ដើមយកទូរស័ព្ទរបស់ខ្ញុំទៅរួចណាំហ៊ុនក៏បានប្រាប់កន្លែងដែលគេណាត់ជួបជាមួយមីនជីឲ្យលោកឃឹមស្ដាប់ដែរលោកឃឹមគ្រាន់តែបានឮអញ្ចឹងគាត់ក៏ប្រញាប់ទៅកន្លែងហ្នឹងភ្លាមគ្រាន់តែមកដល់លោកឃឹមស្រាប់តែឃើញស្នាមឈាមប្រឡាក់ពេញហ្នឹងហ្មងណាមិនត្រឹមតែប៉ុណ្ណោះថែមទាំងឃើញខ្សែចងសក់របស់កូនស្រីគាត់ជ្រុះនៅកន្លែងហ្នឹងទៀតផងមិនយូរប៉ុន្មានយេរីជាមួយនឹងគ្នារបស់នាងក៏ដើរមកដល់កន្លែងហ្នឹងដែរព្រោះនាងចង់មកមើលដើម្បីឲ្យច្បាស់ថាមិនមានសល់ដានអ្វីដើម្បីទុកជាភស្តុតាងនោះទេចំណែកលោកឃឹមក៏បានដើរចូលមកសួរពួកគេទាំងពីរនាក់ទាំងដៃរបស់គាត់កាន់ចំណងសក់
សរបស់កូនគាត់ថាតើកូនស្រីរបស់ខ្ញុំណយណាដល់តែអញ្ចឹងធ្វើពួកគេទាំងពីរអ្នកភ្ញាក់ផ្អើលមែនទែនរីឯបរិសដែលមកជាមួយយេរីក៏ស្ទុះទៅវាយលោកឃីមហ្មងប៉ុន្តែគេវាយលោកឃីមមិនត្រូវឡើយព្រោះលោកឃីមគាត់មិនមែនជាមនុស្សអន់ឯណារួចលោកឃីមក៏និយាយសួរបញ្ជាក់ម្ដងទៀតថាខ្ញុំសួរពួកឯងទាំងពីរអ្នកជាលើកចុងក្រោយណាតើកូនស្រីរបស់ខ្ញុំនាងនៅឯណាប៉ុន្តែបរិសម្នាក់ហ្នឹងគេមិនឆ្លើយនោះទេថែមទាំងរករឿងវាយលោកឃីមមិនឈប់ទៀតមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងប្រាប់ឲ្យលោកឃីមដោះអាវចេញដើម្បីមកវាយជាមួយនឹងគេទៀតផងដល់តែពេលលោកឃីមមិនតបតបរិសម្នាក់ហ្នឹងគេក៏ចាប់ហែកអាវលោកឃីមចេញរួចគេក៏បានឃើញស្នាមនៅលើដើមទ្រូងរបស់លោកឃីមនឹងពេញហ្មងណារីឯសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញពីប្រវត្តិរបស់លោកឃីមគឺជាអតីតតាហ៊ានដ៏ល្បីម្នាក់ដែលមានលេខសម្គាល់គឺ66គាត់ក៏ជាគិញសម្ងាត់របស់កូរ៉េខាងត្បូងដែរមិនត្រឹមតែប៉ុណ្្នឹងទេគាត់ធ្វើការ17ដងមិនដែលផ្លាត់គ្នាតម្ដងណាឡើយការងាររបស់គាត់គឺសម្រាប់អ្នកមានអំណាចនៅក្នុងប្រទេសហ្មងណាដូច្នេះទើបធ្វើឲ្យប្រទេសជាច្រើនតាមស្វែងរកលោកឃីមរហូតមកដើម្បីសងសឹកវិញដូច្នេះទើបលោកឃីមគាត់លាក់ប្រវត្តិរបស់ខ្លួនឯងរហូតមកដល់សប្តាហ៍ថ្ងៃដើម្បីកុំឲ្យគេដឹងហើយចង់នៅក្បែរការពារកូនស្រីគាត់បន្ទាប់មកលោកឃីមក៏ចាត់ការទៅលើក្មេងទំនើងម្នាក់នឹងយ៉ាងងាយស្រួលហ្មងណាមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងចាប់ចម្រិតសួរបរិសម្នាក់នឹងបន្ថែមទៀតថាឯងឆាប់ប្រាប់ខ្ញុំមកតើកូនស្រីរបស់ខ្ញុំណយណាសាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនទាន់ដឹងថាតើកូនស្រីរបស់លោកឃីមស្លាប់ឬក៏រស់នោះទេបើចង់ដឹងសាច់រឿងយើងនឹងទៅជាយ៉ាងណាទៀតកុំភ្លេចមកតាមដានភាគក្រោយជាមួយនឹងអេដមីនទាំងអស់គ្នាណាជាចុងក្រោយអេដមីនសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រអេដមីនកន្លងមកអេដមីនសូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា